នេះគឺជាសកម្មភាពចង់ទៅបោះតង់ក៏ប៉ុន្តែតង់ខ្លាចខ្មោចរត់មកផ្ទះមុនបើយើងចង់ដើរព្រៃយើងគួរតែស្គាល់បន្លែព្រៃខ្លះហើយនឹងស្គាល់ពីតំបន់ពីការរស់នៅក្នុងព្រៃបន្តិចបន្តួចទៅយើងអាចនឹងដើរគេងនិងនៅក្នុងព្រៃបានមួយយប់ពីរយប់ហើយព្រោះជាពិសេសរឿងការហូបចុកតែម្ដងបើយើងដើរអត់មានស្គាល់អីទេចេះតែហូបបរិសបរោះអាចនឹងពុលប៉ះបន្លែផ្សេងហើយរាត្រីយប់នេះគឺថាយើងមកធ្វើអីហូបជុំគ្នាជម្រាបសួរក៏ដូចជាសួស្ដីទៅកាន់បងប្អូនអ្នកដែលគាត់ចូលចិត្តទេសភាពបែបព្រៃគឺថាមកចូលរួមទស្សនាវីដេអូនេះឃើញហើយយោងអាយាមអត្រេកអត្រាវិញទៅនឹងថ្ងៃនេះសម្រាប់អ្នកចូលចិត្តដេកព្រៃដូចខ្ញុំមិនចូលទៅហើយក៏ចង់បង្ហាញឲ្យបងប្អូនបានថាទេសភាពយើងបែបក្នុងព្រៃហ្នឹងណាព្រៃរបស់គឺថាអូខែនេះគឺថាស្អាតទៅហើយយើងអត់មានភ្នំមានទឹកធ្លាក់អីទេបងប្អូនគឺថាមានបែបទៅវាលព្រៃព្រិចផ្ចឹករាំងកូនបាទតកោកូនតគៀបក្តាមនេះហើយមកដល់ទីតាំងភ្លាមក៏ស្រាប់តែប្រទេសជាមួយនឹងវាលមួយគេហៅថាវាលអីគេនេះកន្លែងនេះដើមជ័យដើមអីចឹងណាហើយក៏មានទន្សាយមានលីមួកទន្សាយវីរុសស៊ីពេលយប់ហើយគិតថាដាក់តង់កន្លែងហ្នឹងទៅហើយលោយប់នេះយើងអាចនឹងជួបជាមួយនឹងសត្វទន្សាយបើរៀបចំដាក់តង់ដាក់អីភ្លាមបកអីវ៉ៃអីវ៉ាន់មកព្រោះថាថ្ងៃនេះយើងមានគ្នាមកដល់តែបានដូចជាខ្ទង់4-5នាក់ឯណោះព្រោះថាគាត់ឡាយរវល់ពេលហ្នឹងអាចនឹងមានអ្នកខ្លះមកមុនអ្នកខ្លះមកក្រោយអានេះគឺជាវ៉ៃវ៉ាន់របស់យើងគួរតែរៀបចំទុកហើយខ្ញុំអត់ចង់ដាក់កន្លែងដែលស្ដុកកន្លែងដែលគៀកព្រៃទេពីព្រោះខ្ញុំខ្លាចសត្វហើយយើងអត់ទុកចិត្តទេថាខ្លាចលោសះវាគៀកព្រៃវាឆាប់ចេញមកដល់វាឆាប់ដល់យើងអញ្ចឹងយើងគួរតែនៅឆ្ងាយនៅកន្លែងណាដែលវាលហើយសត្វហ្នឹងមិនមែនថាសត្វខ្លាចសត្វឆ្លុះសត្វប្រើសសត្វក្តាមសត្វអីទេព្រោះថាខ្លាចហ្នឹងខ្លាចសត្វជាប្រភេទសត្វក្អែបសត្វពស់មានសារធាតុពឹសអីចឹងណាអញ្ចឹងយើងចេះតែប្រយងប្រយ័ត្នទៅអញ្ចឹងយើងគួរតែមកដាក់កន្លែងវាលហើយណាមួយដាក់កន្លែងវាលចេះវាទេសភាពស្អាតទៀតដល់ពេលថ្ងៃវារៀងក្តៅបន្តិចហើយដល់ពេលដែលយើងរៀបចំចេះហើយដល់ពេលល្ងាចដល់ពេលយប់ដាក់នឹងល្អមែនទេអានេះគឺជាសកម្មភាពដែលយើងកំពុងតែរៀបចំតែនហើយតែនថ្ងៃហ្នឹងបងប្អូនឃើញនៅដើមវីដេអូហើយគ្រាន់តែដាក់ភ្លាមគឺថាខ្យល់ខ្លាំងមែនទេហើយថ្ងៃហ្នឹងក៏មានឮដូចជាខាងបងប្អូនខាងបាត់ដំបងថាខ្យល់ខ្លាំងខាងនោះខាងខ្ញុំនេះក៏មិនអន់ដែរបងប្អូនថ្ងៃហ្នឹងខ្ញុំដូចជាបាក់ដៃតែនដល់តែ2ស្ដាយខ្លាំងមែនទេដោយសារខ្យល់ទេបងប្អូនគាត់ខ្ញុំលាបភ្លាមខ្យល់វាចាប់ដើមចេញមកអញ្ចឹងថាយើងនឹងធ្វើម៉េចបើហេតុការណ៍នេះកន្លែងសកម្មភាពមួយនេះខ្ញុំដាក់កាមេរ៉ារត់ទៅវិញគេថាគេហៅថាដូចគេព្រះសវ៉ាមីចាំទូបង្គំផងនាងកងរៃដំបូងខ្ញុំអត់ដឹងថាខ្ញុំមានវីដេអូនឹងទេដល់ពេលខ្ញុំចូលឆែកមើលចាប់ដើមរៀបវីដេអូឡើងទៅអញវីដេអូនេះខ្ញុំមានវាថាអស់សណ្ដាយខ្លាំងតែខ្ញុំថាតង់យ៉ាងលេងចង់បោះមួយខ្ញុំចូលអាងភ្នំផងហើយទៅឆ្ងាយផងនិយាយទៅតង់គឺគិតថាមកលើកនេះអត់ហ៊ានចូលខ្លាចខ្មោចអញ្ចឹងរត់ទៅផ្ទះមុនទៅឯណាចាប់ជាប់ដាក់មកលើកនេះដំបកគោលដំនេះទៅជាប់តែម្ដងហើយកន្លែងនេះខ្ញុំបាក់ឆ្អឹងតង់អស់តែ2នោះវារៀងប្រេះអញ្ចឹងតែយើងប្រហែលជាត្រូវមានអីរុំវាទៀតអញ្ចឹងយើងវាពិបាកដែរបងប្អូនយើងធ្វើមកយើងមានតាមលទ្ធភាពយើងធ្វើទៅហើយគឺចង់បង្ហាញអារម្មណ៍ឲ្យបងប្អូនបានទស្សនានៅក្នុងព្រៃហ្នឹងវាមានទេសភាពវាមិនបងប្អូនអាចឃើញបានហើយគឺថាប្លែកភ្នែកមែនទែនខែហ្នឹងណាគឺថាពួកខ្ញុំចូលចិត្តបែបហ្នឹងដែរព្រោះតែខ្ញុំក្មេងព្រៃអ្នកនៅព្រៃតាំងពីដើមអញ្ចឹងហើយយើងចូលចិត្តទេសភាពបែបព្រៃហើយណាមួយការនិយាយស្ដីរបស់ខ្ញុំក៏វាមិនសូវជាប៉ិនប្រសប់ដែរបងប្អូននិយាយទៅអាចនឹងខុសត្រូវក៏សូមអធិស្ឋានទុកជាមុនផងហើយបើនិយាយរឿងខ្ញុំមិនសូវជាប៉ិននិយាយច្រើនទេបងប្អូនដូចសកម្មភាពដែលខ្ញុំបានទៅជុំបងអញ្ចឹងខ្ញុំអត់ដឹងមិនទេខ្ញុំឃើញមិនខ្ញុំថាអញ្ចឹងវាខ្ញុំនិយាយអត់ទៅប៉ិននិយាយនិយាយចង់ឲ្យត្រង់អ្នកដែលគាត់ស្គាល់ខ្ញុំមិនដឹងថាខ្ញុំឬមិនហើយមិនសូវប៉ិននិយាយទេបាទគាត់ថាអញ្ចឹងធ្វើវីដេអូខ្ញុំបានថាអធិប្បាយសកម្មភាពណាដែលខ្ញុំជួបខ្ញុំឃើញអញ្ចឹងខ្ញុំអាចនិយាយបាននេះគឺជាសកម្មភាពដែលយើងចេញទៅរកមើលបន្លែយប់ហ្នឹងហើយខ្ញុំមានបំណងដែរខ្ញុំថាថ្ងៃហ្នឹងខ្ញុំដាក់សាច់ជ្រូកមកបន្តិចហើយខ្ញុំនឹងរកបន្លែព្រៃហើយបើខ្ញុំរកបានអីខ្ញុំធ្វើហ្នឹងហើយខ្ញុំនឹកឃើញថាមានកធៀងបើមានកធៀងយើងស្លកធៀងទៅហើយស្លម្ជូរកធៀងស្អីគេសាច់ជ្រូកអីចឹងទៅហើយបើអត់មានយើងក៏រកមើលបន្លែប្រឹសស្វាហ្នឹងហើយប្រឹសស្វាយើងក៏មិនសូវដោះម៉ែទៅថាមេឃទើបតែភ្លៀងប្រហែលថ្ងៃដែលខ្ញុំចេញទៅខាងស្រុកបវលត្រឡប់មកវិញឮថានៅនេះភ្លៀងគឺថាថ្ងៃហ្នឹងភ្លៀងខ្លាំងហើយនេះប្រស្វាដែលយើងបានហើយយើងលាងទឹកលាងអីស្អាតត្រាំទឹកទៅយើងចិត្តខ្ទឹមចិត្តអីព្រោះការស្លការធ្វើម្ហូបនៅក្នុងព្រៃអត់ដូចនៅផ្ទះត្រូវមានគ្រឿងមានអីគ្រប់ទេព្រោះនៅព្រៃយើងមានប៉ុណ្ណាមានគ្រឿងប៉ុណ្ណាយើងអាចដាក់បានគឺថាយើងធ្វើប៉ុណ្ណឹងហើយធ្វើហូបប៉ុណ្ណឹងទៅអានេះគឺជាសមាជិករបស់យើងគាត់បានមកចូលរួមមុនព្រោះដោយសារតែគាត់បាទឲ្យបងប្អូនគាត់ជូនមកមុនព្រោះនៅព្រៃមិនធ្វើជាឆ្ងាយប៉ុនពីភូមិយើងទេឆ្ងាយខ្ទង់3-4 គីឡូឬក៏2-3 គីឡូហ្នឹងឯងតែប៉ុណ្្នឹងឯងឥឡូវនេះគាត់អង្គុយទៅគាត់មានកម្មវិធីឬគាត់មានការងារគាត់ធ្វើផ្សេងអញ្ចឹងទៅហើយយើងការងារយើងផ្សេងទៅហើយនេះគឺជាសកម្មភាពខ្យល់បងប្អូនបាទដូចខ្ញុំថាបងប្អូនអ្នកខាងបាត់ដំបងគាត់ថាខ្យល់ខ្លាំងបាទគាត់ថាខ្យល់ខ្លាំងខ្ញុំគាត់ថា
គិតថាបើយើងដាក់នំព្រៃឯណោះមុនដំបូងខ្ញុំដាក់នៅខាងលិចខ្ញុំចម្ងាយប្រហែលជា4 5 6ម៉ែត្រ10ម៉ែត្រវាក្បាំងព្រៃទៅវាអត់សូវខ្យល់ហើយខ្ញុំនឹកឃើញថាបើយើងមិនច្នៃទេនៅព្រៃយើងធ្វើម៉េចឲ្យធ្វើឲ្យថ្មីសម្រាប់ខ្លួនឯងណាយើងមកហ្នឹងយើងមកយកបទពិសោធន៍ក្នុងព្រៃទៀតហើយធ្វើឲ្យថ្មីក៏ជូនទៅដល់បងប្អូនដែលគាត់ទស្សនាយើងធ្វើអីចេញយើងធ្វើតន្តែកើតហ្នឹងនេះគឺជាចង្ក្រានរបស់យើងវាខ្យល់ខ្លាំងពេកយើងធ្វើដាក់ក្នុងក្លុកក្នុងអីចឹងទៅវាទប់ខ្យល់មើលតារៀបហើយថ្ងៃរៀងជ្រេហើយដាំបាយទុកឲ្យហើយទៅព្រោះល្ងាចហ្នឹងមានគ្នាយើងមកលេងកម្សាន្តមកដេកជុំគ្នាអញ្ចឹងណាហើយនេះហើយជាសកម្មភាពដាំបាយដាំអីហើយចាំមើលយប់ហ្នឹងបងប្អូនដឹងស្រាប់ហើយណាយប់ហ្នឹងអាលឹមផងអីផងបងប្អូននេះថាខ្ញុំសន្យាមួយបងប្អូនខកមាត់ហើយដោយសារតែថ្ងៃហ្នឹងយើងអត់បានដាក់តង់ដាក់អីមកទេចាំមើលខាងចុងវីដេអូហើយខ្ញុំក៏មិនបានថតសកម្មភាពដែលយើងកំពុងតែរើតង់ទាំងយប់ដូចជាខ្ទង់ម៉ោង1ម៉ោង2ហ្នឹងហើយនេះជាពេលល្ងាចយើងអត់តាន់ដឹងអីណាយើងសប្បាយកកាយហើយដូចពាក្យចាស់លោកពោលថាកំទុកចិត្តមេឃកំទុកចិត្តផ្កាយពេលយប់គឺថាអូមើលទៅភ្លឺទៀលសុទ្ធតែផ្កាយពេញតែមេឃហើយគ្នាយើងក៏ប្រាប់ដែរថាបងតិចភ្លៀងយប់វិញទៅហើយខ្ញុំក៏ថាមិនអីទេមើលតែមេឃមើលតែផ្កាយទៅដឹងហើយព្រោះថាខ្ញុំឡៃតង់ខ្ញុំប៉ុណ្្នឹងអត់បានដាក់ទៅខ្ញុំគិតថាវាមិនអីទេយូរទៅទៀតនាំតែធ្ងន់នាំតែច្រើនទេចឹងគេទុកសិនហើយហើយសូម្បីតែតង់សូម្បីតែឆាត់អត់ដាក់ទៅទេយប់ហ្នឹងគឺថាចប់ហើយយើងត្រូវរើទាំងយប់មកឯងខ្ទង់ម៉ោងប៉ុន្មានយប់វិញម៉ោង1ម៉ោង2ហ្នឹងហ្នឹងហើយនាំគ្នារើចេញមកទាំងយប់ហើយសកម្មភាពនេះអត់បានថតទេដោយសារតែយើងឃើញមេឃមកសតុំហើយគឺថាភ្នែកចតូលមកជឿចិត្តក៏ចាប់ដើមថាវូមកតែម្ដងហើយអញ្ចឹងអីវ៉ៃវ៉ាន់របស់យើងហើយសុទ្ធតែគ្រឿងថតអត់មានអីការពារជំរាបទឹកទេហើយយើងចូលមកក្នុងឃ្លីបវីដេអូរបស់យើងវិញបាទអានោះវីដេអូខាងចុងឯអានេះវាជាសកម្មភាពដែលយើងមានពងទាមាននិយាយទៅព្រៃបងប្អូនកុំភ្លេចសគួរបាទមកហូបទៅពីផ្ទះផងព្រោះយើងនៅព្រៃមានអីទៅក្រៅទៅពីរស់បន្លែព្រៃទៅយើងរស់អត់បាននឹងទៅចប់ហើយមិនដូចនៅតាមមាត់ទឹកយើងរស់ត្រីដាក់បកាយទៅស្ទូចទៅយើងអាចមានមកហូបបានដែរតែនេះនៅតាមព្រៃរបស់មិនងាយទេណាបងប្អូនគឺថាយើងរស់អីមានតែរស់ជាប្រភេទបន្លែព្រៃយកមកឆាយកមកអីដាក់ជាមួយនឹងសាច់ដែលយើងយកទៅពីផ្ទះហ្នឹងឯងទេហើយមិញសមាជិកយើងគាត់មកហើយមកបានដូចជា3នាក់ទៀតអញ្ចឹងយើងនៅ2នាក់យើងបាន5នាក់ហើយនេះសកម្មភាពដែលខ្ញុំកំពុងតែឆាហៅតែឆាអីគេទេឆាប្រស្វាជាមួយនឹងសាច់ជ្រូកទៅណានៅព្រៃយើងឆ្ងាញ់តែអ្នកដោយសារតែវាមើលទៅប្លែកក្លិនយើងចូលក្នុងព្រៃយើងមិនធំក្លិនស្មៅធំក្លិនរុក្ខជាតិបាទដល់ទៅពេលយើងចាប់ដើមឆាឈីវចេញមកក្លិនគឺថាឈ្ងុយតែម្ដងហើយវីដេអូនេះផ្ញើជូនទៅកាន់បងប្អូនដែលគាត់ចូលចិត្តបែបនៅក្នុងព្រៃរបស់បាទគាត់ថាបែបព្រៃភ្នំខ្ញុំអត់មានទេប៉ុន្តែបើសិនជាមានឱកាសយើងអាចនឹងបោះតង់ទៅតាមទឹកធ្លាក់ឬក៏តាមវាលព្រៃភ្នំឬក៏ទៅកន្លែងណាហើយក៏មានកន្លែងផ្សេងទៀតដែលខ្ញុំកម្រងទៅឲ្យតែបងប្អូនជួយគ្រប់គ្រងបាទគឺថាខ្ញុំនឹងអាចឲ្យបង្ហាញឲ្យបងប្អូនបានទស្សនាហើយខ្ញុំក៏មានកម្រងមួយទៀតខ្ញុំមិនទាន់ហ៊ានចង់ប្រាប់បងប្អូនគឺយើងទៅបើគិតចង់នេសាទម្ដងព្រោះនៅតែក្នុងព្រៃរបស់នៅតែដីទួលអញ្ចឹងគឺថាចង់ទៅរួមមើលគេហៅថាបបក់ត្រីបងប្អូនណាស្រឡាញ់ក្នុងការបកត្រីអាចនឹងសកម្មភាពវីដេអូនេះអាចនឹងមានហើយថ្ងៃណាមួយខ្ញុំមកមានពេលមានឱកាសខ្ញុំនឹងទៅបង្ហាញឲ្យបងប្អូនបានទស្សនាកុំឲ្យតែយើងនៅព្រៃរបស់ពេកបង្ហាញទៅនេះបង្ហាញទៅនោះមើលទៅបងប្អូនគាត់សាំយើងដូរអារម្មណ៍ខ្លះទៅណានេះសកម្មភាពយើងធ្វើឆ្អិនហើយក៏ចាប់ផ្ដើមរៀបចំគ្នាដើម្បីហូបបាយហូបទឹកមកឲ្យគ្នាយើងគឺថាយប់ហ្នឹងខ្ញុំឃ្លានដែរដោយសារតែយើងទៅពីផ្ទះអត់បានដាក់អីទេមុនហ្នឹងយើងដាក់តែកាហ្វេមួយកែវហើយខ្ញុំសម្រាប់ខ្ញុំកាហ្វេហើយក៏នៅតែឃ្លានបាយដែរព្រោះថាយើងអ្នកហូបបាយព្រោះថាខ្ញុំឲ្យថាសម្រន់នំនេះសម្រន់នំនោះខ្ញុំបានតែមួយផ្លេតទេតែបើថាបាយដាក់ទៅដឹងថានឹងពោះបានយូរហើយយើងនៅព្រៃមានអីទេយើងហូបប៉ុណ្្នឹងទៅហើយនេះហើយជាអារម្មណ៍នៅក្នុងព្រៃរបស់យើងគឺថាសំឡេងខ្យល់មកលហៀមិនមែនខ្យល់លហៀទេយប់នេះគឺថាខ្យល់ខ្លាំងវាយយ៉ាងបាក់ឆ្អឹងតង់របស់ខ្ញុំហើយនេះដល់ម៉ោងហូបបាយជុំគ្នាហើយយើងអ្នកខ្លះក៏អត់លះព្រាអត់អីចឹងទៅឆ្នៃហើយតុកមានតែកៅអីតែ2អញ្ចឹងយើងគួរតែតម្លាក់មកក្រោមហើយយប់ហ្នឹងដាក់គឺថាអូឆ្ងាញ់បងប្អូនបាយត្រីជុំគ្នាចេះបាទមកអញ្ជើញហូបបាយជុំគ្នាទាំងអស់គ្នាបងប្អូនសម្រាប់បងប្អូនដែលចង់គេងក្នុងព្រៃឃើញអីចឹងមើលទៅរបស់របរខ្ញុំទៅហើយវាយបាននឹងទៅមានម្ហូបមានកតិចតួចដាំបាយដាំទឹកប៉ុណ្្នឹងទៅគឺថាអែមហើយបងប្អូនហើយយប់ហ្នឹងខ្ញុំទៅរួមមើលសាយតែយើងទៅហ្នឹងអត់មានជួបទេនេះហើយសកម្មភាពដែលយើងហូបបាយហូបទឹកហើយក៏អង្គុយនិយាយលេងគ្នាសិនបាទអង្គុយនិយាយលេងគ្នាហើយខ្ញុំគិតថាចង់ដាក់កាហ្វេមួយកែវរួមមើលសាយរួចមួយសិនហើយពេលហ្នឹងខ្ញុំទៅរួមមើលហើយគឺអត់ជួបទេហើយមានបងប្អូនយើងក៏ថាសាយណាឲ្យចាប់ងាយក្នុងវីដេអូមុនណាខ្ញុំក៏ប្រាក់ចង់តបវិញថា
Sai cồn sai thìបងបើថាមេនសាយបើឯងឃើញតា50 60 ម៉ែត្រ10 20 ម៉ែត្រអានសាយវាមានអាសាយផ្លាងអានសាយមិនផ្លាងបើអានសាយផ្លាងរកឃើញយើងអាវាឃើញយើងភ្លាមវាផ្អើលវារត់លឿនវាអត់ឲ្យយើងឃើញហើយនេះសកម្មភាពយប់ហ្នឹងមកអត់មានជួបអីទេបងប្អូនឯងថាសោយខ្ញុំសោយតាំងពីតង់ខ្ញុំហោះបាក់ដៃតង់ហើយណាមួយត្រូវជាមួយនឹងមេឃភ្លៀងទៀតអញ្ចឹងណាហើយនេះសកម្មភាពយើងដើរពេលយប់ហើយគ្នាយើងនៅចាំតង់ឯណោះហើយត្រឡប់វិលមកវិញអត់មានបានឃើញអីសោះហើយក៏នឹកឃើញថានៅចិត្តហ្នឹងមានរន្ធជះមួយអញ្ចឹងចង់បង្ហាញឲ្យបងប្អូនថាសត្វជះនេះពេលយប់វារត់លឿនឬអត់ដល់ពេលថ្ងៃវាលឿនម្លេះនេះហើយបងប្អូនគាត់ថាចង់ឃើញដែរហើយខ្ញុំក៏ live ផ្ទាល់សកម្មភាពវាចេញមកភ្លាមលុយមកនៅអញ្ចឹងហើយនៅបន្តរត់ទៀតរត់មករត់កន្លែងចិត្តម៉ូតូនេះគាត់ថាប៉ុណ្ណឹងហើយវានៅតែរត់ទៀតវាថាវាអត់មានថាវែងវាគោលដៅវារត់មកនេះហើយព្រៃនៅខាងមុខនិយាយទៅលក្ខណៈថាវាដូចចាំអញ្ចឹងវាចាំទុកទិសវាហើយគ្រាន់តែចេញមកមុខមន់រត់វាណារត់ទៅនឹងហើយខ្ញុំក៏នឹកឃើញថាគ្រាន់តែចង់បង្ហាញឲ្យបងប្អូនបានទស្សនាបានស្គាល់តែប៉ុណ្ណោះទេហើយក៏យើងចាប់វាដាក់ក្នុងរុនទៅវិញហើយទៅហ្នឹងសូមអធិស្ឋានដល់បងប្អូនផងឥឡូវគាត់យល់ច្រឡំថាយកជះទៅអាំងទៅដុតអីចឹងណាបាទហើយយើងដាក់ក្នុងរុនវាវិញអូមិនដឹងគេខឹងមិនទៅជីករុនជីកអីក្តីក្នុងផ្ទះគេហ្នឹងហើយយប់ហ្នឹងគឺថាមេឃភ្លៀងទាំងយប់បាទដូចខ្ញុំថាអញ្ចឹងបងប្អូនអ្នកនៅខាងខេត្តបាត់ដំបងប្រហែលជាបានប៉ះភ្លៀងហើយយប់មិញគឺថាមករលឹមស្រិចៗតែម្ដងគឺថាខ្ញុំស្មានតែភ្លៀងខ្លាំងឃើញភ្នែកយោតូផងឃើញខ្យល់ខ្លាំងកត្រាក់ខ្ញុំថាបើយើងមិនប្រញាប់ទៅផ្ទះទេវាយអវ៉ាន់ខ្ញុំអត់សូវភ័យប៉ុន្មានទេជាពិសេសខ្ញុំភ័យអាគ្រឿងឧបករណ៍ថតរបស់ខ្ញុំតែវាសើមទៅបងប្អូននឹងតែចប់ហើយអញ្ចឹងយប់មិញវាខ្ទង់ម៉ោង2 10ជិតម៉ោង1យើងត្រឡប់បានមកផ្ទះវិញខ្ញុំគិតថាខ្ញុំគេងនៅហ្នឹងហើយខ្ញុំចាំថតអន្សាយនៅឲ្យបានទស្សនាឲ្យបងប្អូនបានឃើញគឺសកម្មភាពខ្ញុំចូលតង់ហើយអូខេវីដេអូយើងមានប៉ុណ្្នឹងហើយបងប្អូនយើងចាំជួបគ្នានៅវីដេអូក្រោយអាចនឹងមានឱកាសនឹងបានឃើញទន្សាយ